បងកាលពីវីដេអូមុនខ្ញុំបាននិយាយទាក់ទងជាមួយនឹងមុខងារមួយដែលអាចបាញ់ប្រាក់ខែឲ្យបុគ្គលិកតាមរយៈ QR code បានហើយក៏មានបងមួយចំនួនគាត់បានឆាតក៏ដូចជា comment សួរថាតើអាចមានមុខងារណាដែលអាចទាញយក template Excel file ហើយផ្ញើទៅឲ្យធនាគារធ្វើការបាញ់ប្រាក់ខែជូនបុគ្គលិកវិញបានអត់ចុះខ្ញុំប្រាប់ថាមានជឿខ្ញុំអត់តោះជឿមិនជឿមកមើលពីការបង្ហាញរបស់ខ្ញុំទាក់ទងជាមួយនឹងការទាញយក template bank ទាំងអស់គ្នាអញ្ចឹងជាដំបូងបងអាចចូលមកកាន់ system check in me មកហើយយើង scroll ទៅរកមុខងារ payroll ចឹងខ្ញុំអត់ធ្វើការ generate payroll ថ្មីទេខ្ញុំអាចចូលទៅកាន់ history ដើម្បីធ្វើការបង្ហាញយកមកចឹងខ្ញុំចុចទៅកាន់ history មួយណាមួយទៅខ្ញុំអាចចូលមកកាន់ view ផ្នែកនេះបានអូខេអញ្ចឹងបងទាំងអស់គ្នានឹងឃើញមានប៊ូតុងមួយដែលមានពាក្យថា export for bank ចឹងខ្ញុំអាចចុចទៅលើមុខងារមួយហ្នឹងមកវានឹង pop up ឲ្យយើង select ថាតើក្រុមហ៊ុនរបស់បង corporate មានថាចាប់ដៃគូសហការជាមួយនឹង bank មួយណាយើងអាច select យក bank មួយហ្នឹងមកវានឹង generate template ទៅតាម bank នីមួយៗបានអូខេអញ្ចឹងខ្ញុំយកខាងលើគេហើយខ្ញុំចុចពាក្យថា confirm អូខេអញ្ចឹង file ត្រូវបាន download ហើយខ្ញុំអាចធ្វើការបើក file ដើម្បី review បានអញ្ចឹងនេះគឺជា file template bank ដែលយើងទទួលបានអញ្ចឹងយើងមានទៅលើឈ្មោះរបស់បុគ្គលិកយើងមាន account name គាត់យើងមាន account number របស់គាត់ហើយយើងមានប្រាក់ខែរបស់គាត់អញ្ចឹងបងគ្រាន់តែធ្វើការផ្ញើ file មួយនេះទៅកាន់ធនាគារគេនឹងធ្វើការបើកប្រាក់ខែជូនបុគ្គលិករបស់បងជាការស្រេចបងឃើញស្រួលអត់ធ្វើតែបន្តិចហើយបាត់អញ្ចឹងទាក់ទងជាមួយវីដេអូថ្ងៃនេះគឺយើងមានតែប៉ុណ្្នឹងទេហើយយើងជួបគ្នានៅវីដេអូក្រោយបាយ